អូនសម្លាញ់តើអូនចង់ភ្លក់មុនដែរឬទេលោកម្ចាស់វីវអើយលោកម្ចាស់លោកស្រីវីវអើយលោកម្ចាស់លោកស្រីវីវអើយអើយយ៉ាងម៉េចមិនភ្ញាក់ផ្អើលខ្លាំងម្ល៉េះលោកអាម៉ាត់លឺត្រូវពួកបន្ទាយមិញយាកចាប់ទៅបាត់ហើយតែផ្ដោះយ៉ាជើការពាររឿងមមណាស់ពួកបន្ទាយមិញយាកមិនហ៊ានចាប់មនុស្សនៅយ៉ាវជើគឺដោយសារលោកអាម៉ាត់លឺជីសេះដៃនូចូលទៅទឹកដីបន្ទាយមិញយាកអើយគឺអាម៉ាត់លាវឈួតឬក៏ទឹកចូលខួរក្បាលហើយគេចូលសងខ្លួនឯងហ៎អើយលែងខ្វល់ហើយក្រោមមេឃមានសន្តិភាពរស់នៅសុខសាន្តណាខ្ញុំឆ្ងល់ថាអាម៉ាត់លឺមិនក្បាត់ខ្លួនអញ្ចឹងការពិតត្រូវគេចាប់ទៅបន្ទាយមិញយាកសោះណាមានដំណឹងហើយនេះជារឿងល្អអន្តើណែធ្វើកិច្ចការចប់លឿនម្លេះបងណែរឿងដែលឯងនិយាយមិញហ្នឹងមិនគេថាជារឿងល្អទៅខ្ញុំទើបមកមិនយូរតែលឺទាំងធ្វើអាក្រក់របស់អាម៉ាត់លឺពេញតិចគេក្តាប់ក្តាប់អំណាចធំខົບខិតជាមួយមន្ត្រីពុករលួយនៅរាជធានីហើយបង្កឲ្យប្រជារាស្ត្ររស់នៅដោយមិនបានសុខពួកជនភៀសខ្លួននៅបន្ទាយមិញយាក៏ធ្វើឲ្យទាល់ច្រកដែរតើបត្រូវមេចៅលៃខ្លាធំបង្ខិតបង្ខំដើរលើផ្លូវប្រឆាំងជាមួយនឹងរាជការតែអាម៉ាត់2នាក់នោះចាំនៅមាត់ទ្វារនៅឡើយទេបើអញ្ចឹងឲ្យពួកគេនៅចាំទៅប្តឹងពួកគេពីបទបញ្ចេះការពីម្ចាស់ជាមុនសឹមឃុំក្រុងពួកគេតាមក្រោយអ្នកនៅសល់ស្អែកសំគិតទៀតណែបើអញ្ចឹងពួកយើងទៅជួយយឺតពេលអាម៉ាត់លឺត្រូវគេសម្លាប់ព្រះអង្គប្រកាសជាដាក់ទោសយើងមិនខាតទេណាអេពុកថាតែមើលអាម៉ាត់លីវនោះជាចៅបែបណាគេដូចជាត្រីមួយក្បាលធំមិននឹងអាចស្រាប់តែត្រូវគេសម្លាប់បានងាយអញ្ចឹងនោះតោះយើងតោះពួកយើងទៅដេកវិញណែប្រោះទៅរួចទេគេគឺជាអាម៉ាត់លីវដែលមានអំណាចសង្កត់រាជការបានណាយើងអាចធ្វើមិនទៅមេតបធំនិងមេទាហានទៅដេកបាត់ទៅហើយនឹងអូនសម្លាញ់ពួកយើងទៅដេកដែរទៅតែប៉ែនេះមិនត្រឹមត្រូវសោះហើយបានគ្រប់គ្នាមិនខ្វល់ខ្ញុំក៏មិនខ្វល់ដែរពួកគេលែងខ្វល់នៅអាម៉ាត់លីវហើយបើអាម៉ាត់លីវស្លាប់ឯងនិងខ្ញុំច្បាស់ជាវេទនាហើយពួកយើងឆាប់បង្ហោះព្រៀបនាំសារទូថ្វាយដល់ព្រះអង្គជាបន្ទាន់ទៅងងឹតឈឹងបែបនេះអាចមើលឃើញស្អីលោកអត់ប្រាប់ខ្ញុំផងនឹងស្ដាប់ខ្ញុំតែទៀតពួកយើងចែកផ្លូវគ្នាជា3ឯងចូលទៅតាមចកែភ្នំអូនចូលតាមផ្លូវក្រោមដីបងទៅតាមទ្វារកណ្ដាលបញ្ឆោតកម្លាំងសត្រូវពេលនេះនៅពេលកាំងម៉ោង 8:15 2នាទីទៀតស្ដាប់បញ្ជាខ្ញុំចេញដំណើរទាំងអស់គ្នាបានត្រៀមហើយនៅត្រៀមរួចហើយហើយមានបងប្អូនណាចិត្តល្អឲ្យយើងហូបអីមួយម៉ាត់មកចូលលើមេតបធំណានាងមេតាហ៊ានអាមិនក៏អ្នកទាំងពីរត្រូវគេចាប់ផោតដែរនិយាយផ្ដាស់គេ3នាក់ជាមេចៅច្បាស់ណាស់មិនក៏ថាជាមេតបធំ3នាក់គេមិនមែនជាចៅពិតមែនណាអាយ៉ាអូយមិនក៏វាយខ្ញុំទៀតហើយ3នាក់ឯងយកល្អនៅឲ្យស្ងៀមទៅបើហ៊ានមានសកម្មភាពអីណាគេជាគំរូពួកឯងហើយអាយអយុធធម៌ណាហើយលោកម៉ាត់លោកឈប់ស្រែកទៅទុកកម្លាំងល្អជាងហេតុអីពួកគេវាយលោកមិនដឹងក្នុងចិត្តទេប្រមាថឆ្នាំនេះលោកខົບខិតនឹងឈ្មួញជញ្ជក់ឈាមរាកັບកេងស្បៀងឧបត្ថម្ភនៃគ្រោះធម្មជាតិថាមើលពួកគេអាចមិនវាយលោកដែរទេពួកគេចង់តែបោះស្បែកលោកហើយហូតឆ្អឹងរបស់លោកទេលោកយល់ទេអើយក៏មកពីឯងមកពីសេះដៃរបស់ឯងណែណាទៅដឹងជីវាហើយវាមិនឈប់សោះនោះគឺមកពីលោកលុបលុនហ្នឹងណាលោកដកដៃចេញទៅវានឹងឈប់បាត់ទៅហើយ3នាក់ខ្ញុំមិនព្រោះតែលោកទេដែលត្រូវគេចាប់នោះអើយនៅថាឲ្យយើងទៀតឯងជាឃាតករសម្លាប់លេខ្លាធំហ្វូមីងយាកនឹងធ្វើដាក់ឯងយ៉ាងម៉េចមើលទៅឯងត្រូវស្លាប់នៅនឹងមុខយើងហើយបានអញ្ចឹងពួកយើងចាំមើលណាស្លាប់មុនទៅល្អយើងចាំមើល
3នាក់ឯងណានាឈ្មោះទូលីនមកចាប់បន្ទាយថាចង់សួរចម្លើយឯងតែម្នាក់ឯងអាទូលីនមាត់ខ្លាំងទៀតទៅហើយបាបកម្មឯងមកដល់ហើ ពួកមី យ បើខ្លាំងសម្រាប់ខ្ញុំមកលេខខ្លះធំស្លាប់មិនពាក់ព័ន្ធនឹងទូលៀននោះទេ អ៊ីនអើមិនអីទេចំពេលល្មមបងចង់ស្គាល់ហ្វូមីនិជាមនុស្សបែបណាហើយទូលីនឡើងគេទៅអញគឺទូលីនណា ព្រះអង្គតែងតាំងខ្ញុំជាមេតបធំវៃអូ មួយកំភ្លៀងនេះវាយចំនួនលេខខ្លះធំ ការពិតខ្ញុំសម្រាប់លេខខ្លាធំដោយគ្មានចេតនាទេតែឮគេថាតាមធម្មតាដុតផ្ទះឆក់ប្លន់សម្រាប់មនុស្សទោះឲ្យខ្ញុំសម្លាប់មួយដងទៀត10ដងទៀតក៏ខ្ញុំស្លាប់ដែរបើនាងចង់សម្លាប់ខ្ញុំសងសឹកឲ្យគេគឺចាត់ការភ្លាមមកមិនអីទេណែនាងធ្វើស្អីហ្នឹង មេតបធំខ្ញុំសង្ឃឹមថាលោកអាចចុតបន្ទាយមិញជាពួកខ្ញុំធ្វើជាម្ចាស់បន្ទាយពួកខ្ញុំ